ថ្ងៃនេះជាថ្ងៃមួយប្រកបដោយកាយកម្មវិច័យកម្មមនោកម្មក៏ជាសភាវៈនាំមកនៅសេចក្តីសុខនិងសេចក្តីចម្រើនហើយក៏តាំងឋិតនៅក្នុងថ្ងៃបកតេឧបោសថសិលត្រូវនៅថ្ងៃអាទិត្យ15កើតខែខែចេឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី31ខែឧសភាគ្រិស្តសករាជ2026នៃឱកាសសម័យថ្ងៃនេះដោយបងពនាមងិនខនព្រមទាំងបុត្រីបុត្រាភាសាបង្កើតព្រមទាំងតឡងបងប្អូនកូនចៅបានមូលមតិគ្នាប្រពៃកម្មវិធីបុណ្យខួបគម្រប់3ឆ្នាំដើម្បីជាកិច្ចឧទ្ទិសកងការមហាកុសលដល់បងស្រីឧបាសិកាពនាមស៊ូចន្ទថាហើយអៀតដែលលោកបានដាក់កាយរំលែកខណ្ឌទៅកាន់លោកមុខអញ្ចឹងថ្ងៃនេះយើងខ្ញុំជាតំណាងជួសជំនួសឲ្យអស់លោកដែលជាអិសរាអធិបតីសម័យអ្នកក្តាមបុណ្យក៏សូមលើកដៃឡើងឧទ្ទិសកងការមហាកុសលជូនដល់បុព្វការីជនគឺមានមេត្តាបិតាជីដូនជីតាយតិកាគុណខាងយាយខាងតាខាងឪពុកខាងម្ដាយយតិកាគុណទាំងឡាយជាពិសេសទីទឹកដីកន្លែងនេះមានលោកតាពនាមដឹមលោកយាយពនាមស័ក្តិលោកតាឆនលោកយាយនាងបាទលោកពូពនាមពេជ្រលោកតាឆយលោកយាយណៃលោកតាឆែមលោកយាយវ៉ាន់លោកតាងិនលោកយាយឈឹមព្រមទាំងលោកយាយម៉ាក់លោកតាស៊ូលោកយាយរីលោកតាយន់លោកតាសិនលោកយាយកិនលោកតាតុយលោកយាយផឹមលោកតាញឹមនិងកូនចៅលោកតាទៀងលោកយាយម៉ៃហើយលោកតាសួងលោកយាយអៀងហើយអំបងតាខនព្រមទាំងយតិកាគុណព្រមទាំងអូនតិនយតិកាគុណទាំងអស់ដែលលោកបានដាក់កាយរំលែកខណ្ឌទៅកាន់លោកកមុខក៏សូមមកទទួលមហាកុសលជាពិសេសបងស្រីឧបាសិកាពនាមស៊ូចន្ទថាដែលស្វាមីព្រមទាំងកូនចៅប្រុសស្រីធ្វើគម្រប់ខួប3ឆ្នាំនេះមកទទួលអនុមោទនាបើបានទទួលឲ្យប្រហោពរជ័យសិរីសួស្តីក្រុមញាតិគ្រួសារបងប្អូនកូនចៅសូមឲ្យបានសុខបានចម្រើនទាំងអស់គ្នា